Facebook បានចេញនូវសេចក្តីប្រកាសមួយស្តីអំពីការបង្ក្រាបនៅ spam content ដើម្បីជួយទៅដល់ content creator សូមជំរាបសួរនៅពេលព្រឹកមិញនេះយើងទាំងអស់គ្នាបានដឹងហើយថា Facebook បានចេញនៅ announcement របស់ខ្លួនមួយនិយាយអំពីយុទ្ធនាការរបស់ខ្លួនឯងនៅក្នុងការបង្ក្រាបទៅលើ spam account ហើយនិង spam content ហើយនិង impersonation គឺការបន្លំអត្តសញ្ញាណនិងគណនីដែលមានការរំខានឬក៏មាតិកាដែលមានការរំខានដើម្បីជួយទៅដល់ content creator ដែលនៅលើ platform របស់ខ្លួននៅក្នុងវីដេអូនេះអ្នកនរគ្នានឹងឮពាក្យ spam content spam account impersonation ច្រើនអញ្ចឹង spam នោះគឺការរំខាន spam account គឺគណនីដែលមានការរំខាន spam content គឺមាតិកាដែលមានការរំខានហើយ impersonation ហ្នឹងគឺជាការបន្លំអត្តសញ្ញាណបុគ្គលនៅក្នុងវីដេអូនេះខ្ញុំនឹងសង្ខេបនៅ6ចំណុចដើម្បីអ្នកនរគ្នាអាចដឹងបានពីស្តីប្រកាសព័ត៌មានរបស់ Facebook ចំណុចទី1គឺការកាត់បន្ថយចំនួន reach ហើយនិង monetization របស់គណនីដែលចាត់ទុកថាជា spam account នៅក្នុងនោះ Facebook បាននិយាយដែរថាគេនឹងកាត់បន្ថយនៅចំនួន reach ឬក៏ visibility content ដែលអាចមើលឃើញហ្នឹងដែលចែករំលែកដោយគណនីដែល spam នឹងឯងដើម្បីកុំឲ្យ post ទាំងអស់ហ្នឹងបានអាចឃើញទៅលើ feed របស់ user ដូចជាយើងទាំងអស់គ្នានឹងឯងជា user របស់ Facebook ហ្នឹងអញ្ចឹងគេនឹងកាត់បន្ថយcontent មាតិកាទាំងឡាយណាដែលចាត់ទុកថាជា spam ហ្នឹងមិនឲ្យមកឃើញនៅលើ post របស់យើងទេចំណុចបន្ទាប់ទៀតនៅក្នុងចំណុចទី1នឹងឯងគឺ account ដែលទៅចែករំលែកនៅមាតិកា spam content spammy content ហ្នឹងបាទនឹងត្រូវបានដកសិទ្ធចេញពីការរកចំណូលជាមួយនឹង Facebook អញ្ចឹងគឺថា ineligible សម្រាប់ធ្វើ monetization ជាមួយ Facebook អញ្ចឹងមានន័យថាម៉េចពួកគាត់លេងអាចរកលុយបានហើយជាមួយ Facebook បើសិនជាគណនីរបស់គាត់ទៅចែករំលែក content បែបហ្នឹងអញ្ចឹងចែករំលែក content ដែលចាត់ទុកថាជា spam content អាចនឹងចាត់ទុកថាគណនីរបស់យើងជាគណនីដែល spam ដែរអញ្ចឹងកន្លែងហ្នឹងប្រយ័ត្នមែនតើនៅក្នុងការចែករំលែកព័ត៌មានដែល spamming content នៅបន្ទាប់មកទៀតមកនេះចំណុចទី2នេះគេមានការវិតម្លៃមានថាធ្វើម៉េចបានដឹងថាមាតិកាហ្នឹងគឺជាមាតិកាដែលមានការរំខានឬក៏ spamming content គេចាត់ទុកបែបម៉េចទី1នៅក្នុងគេចាត់ទុកថា content ទាំង lain ណាដែលមាន long caption overload with hashtag អញ្ចឹងអ្នកនរគ្នាមើលកន្លែងហ្នឹងទៅដឹងហើយបើព្រោះខ្ញុំឃើញមាន content មួយចំនួនដែលថាពេលខឹងអ្នកផលិតមាតិកា online ថាអូពួកនឹងមកទៀតហើយមើលតែពួកនឹងមើល hashtag វាច្រើនណាស់អញ្ចឹងណាបាទអញ្ចឹងបើសិនជាយើងមានstatus មានការសរសេរនឹងច្រើនរួមបញ្ចូលជាមួយនឹង overload បានលើសលប់ជាមួយនឹង hashtag ចោះច្រើនហ្នឹងគឺ content ហ្នឹងគឺចាត់ទុកថាជា spam ហើយបាទទី2គឺ caption irrelevant ជាមួយនឹង visual content មានន័យថាអត្ថបទយើងផ្សេងវីដេអូហើយនឹងរូបភាពយើងផ្សេងនោះគឺឧទាហរណ៍រូបថតឆ្កែប៉ុន្តែcaption របស់យើងនិយាយពីរឿងកប៉ាល់ហោះយើងដើរលេងឡើងអញ្ចឹងទៅអញ្ចឹងឧទាហរណ៍វីដេអូរបស់យើងនិយាយរឿងផ្សេងcaption របស់យើងនិយាយរឿងផ្សេងហើយ hashtag របស់យើងនិយាយរឿងផ្សេងអញ្ចឹងគឺចាត់ទុកថាជា spammy content ហើយបាទមួយទៀតគឺការ post ឡើងវិញដដែលណា repeated post ហ្នឹងបាទដដែលហ្នឹងគឺ low quality content low quality content ខ្ញុំមិនដឹងថាគេចាត់ទុកបែបម៉េចទេណាគាត់ថាជា low quality content មានថា content អត់ច្បាស់មើលទៅបាទតើតើជាមួយ content អត់ច្បាស់ពណ៌មិនល្អឬក៏ content ដែលចាស់ហើយឬក៏ content ដែលលុបចោលពីមុនមកហើយជីកកោះកកាយមកវិញមកហើយយកមក post ឡើងវិញម្ដងទៀតហើយ post ដដែលជាអញ្ចឹងសកម្មភាពបែបហ្នឹងការ post បែបហ្នឹងដោយច្រើនគណនីក៏ចាត់ទុកថាជា spam content ដែរ content ដែលយើងយកទៅ post ហ្នឹងគេក៏ប្រាប់ដែរថាបើទោះបីយើងមិនមានចេតនាអាក្រក់ណាយ៉ាងណាក៏ដោយប៉ុន្តែសកម្មភាពរបស់យើងធ្វើបែបហ្នឹងសកម្មភាពយើងធ្វើយករឿងចាស់មក post ឡើងវិញយករូបដែលអត់មាន quality យកមាតិកាដែលអត់មាន quality មក post ឡើងវិញចេតនារបស់យើងហ្នឹងគឺធ្វើការផ្ទុយពីអ្នកបង្កើតមាតិកាពិតប្រាកដលំនាំនៃអ្នកបង្កើតមាតិកាពិតប្រាកដអញ្ចឹងនៅកន្លែងហ្នឹងវាចាប់ខ្ញុំសង្ស័យដែរខ្ញុំមានមិនសង្ស័យវាមានសំណួរដែរតែតាក់ទងជាមួយថាចុះបើអ្នកខ្លះគាត់មានសិទ្ធិឬក៏គាត់ចូលចិត្តរឿងពីដើមហើយគាត់ post clip រឿងពីដើមយើងដឹងរឿងពីដើមអត់មាន quality អីណា full HD ឬក៏ 4K 8K 6K ទេអត់មានចឹងទេថាតើមាតិកាទាំងអស់នោះនឹងត្រូវបានចាត់ទុកថាជាមាតិកាដែលspammy content ដែរ
ចូលបើសិនជាមានយុទ្ធនាការផ្សេងៗតាមអនឡាញយុទ្ធនាការរឿងស្ត្រីយុទ្ធនាការរឿងអំពើហិង្សាគ្រួសារដែលមាន hashtag ច្រើនដែរថាតើ Facebook នឹងចាត់មិនអញ្ចឹងណាបាទគាត់ខ្លឹងខ្លាយមកមិនមុនគាត់នឹងទៅចាត់ទុកថានឹងគឺជា spam content អញ្ចឹងទៅបាទទី3ទី3គឺសំខាន់តាក់ទងជាមួយនឹងការបង្ក្រាបជាមួយទៅនឹងការធ្វើឲ្យមាន fake engagement ហើយទៅនឹងការបន្លំអត្តសញ្ញាណសេចក្ដីទៅ fake engagement ការធ្វើឲ្យមាន like share comment របៀបខ្លាំងបែបម៉េចបាទអ្នកនរគ្នាធ្លាប់មួយឆ្នាំពីរឆ្នាំមុនអីចឹងទៅណាធ្លាប់ឃើញគេពេលយើងមើល Facebook live ទៅឃើញចំនួន K ហ្នឹងឡើងខ្លាំងហ៎បាទចំនួន K ឡើងខ្លាំងមានច្រើន K មែនតើហើយមើលទៅ content គួរណាត្រូវមានចំនួន K ឡើងច្រើនអញ្ចឹងណាបាទអាហ្នឹងគេផ្នែកមួយនៃ fake engagement មានន័យថា bot send ប្រើប្រាស់ automation កម្មវិធីហ្នឹងផ្ញើគណនីទៅឲ្យមើលវីដេអូ live ផ្ទាល់ហ្នឹងហើយចឹងទៅយើងឃើញចំនួន K ហ្នឹងវាឡើងច្រើនអញ្ចឹងណាបាទហើយយើងអត់ដឹងថា content ពិតជា viral មែនអញ្ចឹងទៅណាបាទអាហ្នឹងគឺការធ្វើ fake engagement ហើយអញ្ចឹងបើសិនជា Facebook រកឃើញថាយើងធ្វើបែបអញ្ចឹងគេនឹង remove គណនីនឹងយើងចោលជាមួយនឹង fake engagement ដែលយើងផលិតនឹងឯងបាទចំណុចបន្តទៀតនោះគឺរឿងសំខាន់ដូចគ្នាដែរគេនិយាយតាក់ទងជាមួយ spam network create many accounts to spread the same content will be targeted and made ineligible for monetization កន្លែងហ្នឹងហើយដែលតាក់ទងជាមួយអ្នកខ្លះដែលយល់ថាបង្កើត page ឲ្យបានច្រើនចឹងទៅទុក share content បង្កើត group ច្រើនទៅទុកដាក់ content នៅក្នុងហ្នឹងហើយបើសិនជា page ហ្នឹងវាមានមនុស្សចូលមើលច្រើនចឹងទៅយើងគ្រប់គោលការណ៍របស់គេпо Facebook យើងអាចរកលុយបានតាម Facebook ជប់គិតនៅខ្ញុំគិតថាអ្វីដែលខ្ញុំនិយាយនេះគឺលែងធ្វើដំណើរការចឹងកើនហើយគឺគេនឹងដាក់គោលដៅនៅក្នុងការដកគណនីយើងចេញហើយយើងនឹងអត់អាចរកលុយបានជាមួយនឹង Facebook តទៅទៀតទេកន្លែងនេះគឺរឿងសំខាន់ហើយខ្ញុំឃើញការ practice ខ្ញុំឃើញការអនុវត្តបែបនេះច្រើនខ្ញុំមិនដឹងថាមានការប៉ះពាល់ជាមួយនឹងអ្នករកស៊ីបែប content បែបហ្នឹងទេមិនដឹងថាអ្នកផលិតមាតិកាមែនតើគាត់ប្រើប្រាស់វិធីសាស្ត្រ fake engagement ជាមួយទេឬក៏ក្រុមហ៊ុនផ្សេងៗដែលគាត់ចង់លក់ដាច់គាត់ប្រើ fake engagement ទេឬក៏តារាល្បីឬក៏អ្នកនយោបាយល្បីខ្ញុំមិនដឹងគាត់ប្រើប្រាស់ fake engagement ទេបើគាត់មានការធ្វើ fake engagement ហ្នឹងខ្ញុំគិតថាគួរតែឈប់ទៅបើមិនអញ្ចឹងទេនឹងយើងនឹងជួបជាមួយនឹងគេហៅថាផលវិបាក consequences នឹងក្នុងការ remove account ហើយបើយើងជាទៅម្នាក់ដែលជាតអ្នកគ្រប់គ្រង page របស់គេ page ធំហ្នឹងហើយយើងធ្វើបែបអញ្ចឹងណាបាទគួរទៅប្រាប់ម្ចាស់ page ទៅថាខ្ញុំប្រហែលជាអត់អាចធ្វើការទៀតទេអញ្ចឹងណាខ្ញុំមិនដឹងថាវាប៉ះពាល់បែបម៉េចដែរហើយបើសិនជាយើងជាម្ចាស់អាជីវកម្មធំយើងគួរតែទៅសួរអ្នកកាន់ page យើងថាតើយើងមានបានធ្វើអញ្ចឹងអត់តើការ reach របស់យើងការមើលរបស់យើងមានបានធ្វើអញ្ចឹងអត់បើសិនជាបានធ្វើអញ្ចឹងបានអីអញ្ចឹងមែនគួរពិចារណាវិធីសាស្ត្រផ្សេងអញ្ចឹងទៅណាបាទវាជាការយកឃើញរបស់ខ្ញុំក្នុងពេលឥឡូវនេះទេខ្ញុំមិនដឹងថាវាមានការបិទមែនឬក៏មិនមែនទេវាតើតែព្រោះទំផ្សាយចេញទេ announcement នេះខ្ញុំមិនដឹងថាវាអាចប៉ះពាល់កម្រិតណាទេវាទំលើកដំបូងវាទំតែភ្លាមអញ្ចឹងការប៉ះពាល់ខ្ញុំគិតថាវាតម្លៃបានទេក្នុងពេលនេះបាទនៅក្នុងចំណុចទី4គឺបាននិយាយដែរតាក់ទងជាមួយទៅនឹង new tool ហើយនឹង feature ថ្មីហ្នឹង YouTube feature ថ្មីគឺគេគ្រាន់តែប្រាប់តាក់ទងជាមួយទៅនឹងគ្រប់គ្នាអាចចូលទៅមើល comment ព្រោះ comment ខ្លះដដែលហើយនិយាយញ៉ៃវាខុសពីមេតិកាគេនិយាយផ្សេងយើងចូលទៅ comment ផ្សេងហើយដែលច្រើនដងអញ្ចឹងទៅណាយើងអាចគ្រប់គ្នាអាចចូលទៅ flag មានថាប្រាប់ថា comment ហ្នឹងគឺជា spam comment យើងអាច flag ចឹងបានហើយនឹងមួយទៀតគឺ platform updating comment management tool របស់ខ្លួនឯងហ្នឹងដើម្បីបិទកុំឲ្យអ្នកណាម្ចាស់ខ្ញុំគេចង់ឲ្យ creator ហ្នឹងដែលត្រូវបានគេបន្លំហ្នឹងអាចចូលទៅប្រាប់ថានេះអ្នកផុសនេះ comment នេះគឺ impersonate អ្នកណាម្នាក់ឬក៏ impersonate ខ្លួនឯងមានន័យថាមិនបន្លំជាយើងអញ្ចឹងទៅអញ្ចឹងអាហ្នឹងប្រហែលជាអាចជួយទៅដល់ content creator មែនតែនដែលបង្កើតផលិតមាតិកាមែនតែនហើយគេបន្លំអត្តសញ្ញាណខ្លួនឯងហើយគាត់អាចធ្វើបែបនេះដើម្បីទៅបិទគណនីនឹងបានវាជាការយល់ឃើញរបស់ខ្ញុំពេលដែលអាន announcement ហ្នឹងទៅប៉ុន្តែ practice មែនតែនចូលបើគេអត់បិទតែតាមម្ចាស់គណនីទៅ real content creator ហ្នឹងអ្នកកើតមេតិកាមែនតែនទៅណាដូចជាមហឹកមុនមានការគេហៅថា misuse of copyright managers feature ប្រើប្រាស់មុខងារ copyright manager នឹងខុសជាមួយនឹងគោលការណ៍អ្វីដែលគេបានធ្វើហ្នឹងគឺអ្នកដែលបាន copyright manager ហ្នឹងគាត់ចាប់ផ្ដើមអ្នកខ្លះទៅលួច account គេដែលមាន copyright manager ហ្នឹងហើយយក account ហ្នឹង
ទៅដើរលុប post រូបវីដេអូរបស់គេ client វីដេអូរបស់ខ្លួនឯងហើយលុបវីដេអូហ្នឹងរបស់អ្នកពី original content creator អញ្ចឹងទៅតែធ្វើ content ធ្វើឲ្យcontent អ្នកផលិតមាតិកាមួយចំនួនលើ Facebook គាត់រឿងមិនសប្បាយចិត្តហើយគាត់មានខ្លះគាត់ឈប់ប្រើ Facebook ហ្នឹងជា main platform ជាមានថាជា platform ចម្បងរបស់គាត់នៅក្នុងការទំនាក់ទំនងជាមួយនឹងអតិថិជនរបស់គាត់ឡើងឡាយអញ្ចឹងទៅណាបាទអញ្ចឹងអាហ្នឹងកាលពីលើកមុនមានអញ្ចឹងរហូតទៅដល់មានខ្ញុំឃើញដូចមានខ្ញុំផាយជាបាន screenshot ទុកដែរប៉ុន្តែយូរហើយបាទមានតាំងពី promote ទៅទៀតថាបើសិនជាចង់លុបវីដេអូ page ណាចោលសូមកុំភ្លេចតាក់ទងមកខ្ញុំហើយអញ្ចឹងខ្ញុំចាប់តាមថងថាអូខេគេបានប្រើប្រាស់វិធីសាស្ត្រ copyright manager ហ្នឹងគឺដើម្បីទៅធ្វើបិទគណនីអ្នកផ្សេងសំដៅបិទ page អ្នកផ្សេងដើម្បីធ្វើ page អ្នកផ្សេងហ្នឹងគេថាជា page ដែលលួច content របស់គេតាមពិតទៅមិនមែនទេបាទអញ្ចឹងបើសិនជាមានករណីអញ្ចឹងកើតឡើង smoke smile អញ្ចឹងកើតឡើងថាតើ content creator នឹងទៅជួបជាមួយនឹង support របស់ Facebook ឲ្យរបៀបម៉េចទៀតនៅក្នុងចុងវីដេអូនេះខ្ញុំនឹងជំរាបប្រាប់អ្នកគ្នាទី5កាន់ជារឿងអស់សម្រាប់ខ្ញុំមិនថាជាអស់សំណោចទេប៉ុន្តែគ្រាន់តែថាសម្រាប់ខ្ញុំមើលទៅដូចយើងត្រឡប់ទៅប្រើប្រាស់ Facebook នៅជំនាន់ដើមវិញចង់និយាយថាមិនមានថា Mark Zuckerberg គាត់បង្កើត Facebook ហ្នឹងមកដើម្បីតាក់ទងមិត្តភ័ក្តិ friend to friend អញ្ចឹងណាពេលណាដែល friend យើងផុសយើងឃើញ friend យើងផុសអញ្ចឹងទៅអាហ្នឹងគឺជា OG របស់ Facebook original idea នៃ algorithm របស់ Facebook ហ្នឹងឯងប៉ុន្តែមួយឆ្នាំទៅមួយឆ្នាំមួយពេលទៅមួយពេលហ្នឹង Facebook update algorithm របស់ខ្លួនឯងហ្នឹងរហូតទៅដល់ឲ្យតែ content ចាត់ទុកថា viral មានថាម៉េចមានគេ like មានគេ share មានគេ comment ច្រើនចែកម្លែកច្រើនគាត់រុញអា content ហ្នឹងមកឲ្យយើងឃើញដែរបើទោះបីយើងអត់ដែល like page ហ្នឹងក្តីអត់ដែល like ចូលចិត្ត content ក្តីប៉ុន្តែវា viral អញ្ចឹង algorithm រុញមក feed របស់យើងឲ្យយើងមើលឃើញបន្តមកទៀតមក suggest content អ្នកនរបានឃើញមិនអញ្ចឹងណាតាពីមួយរយៈពេលមុន Facebook suggest content បើ content ហ្នឹងពួកម៉ាករបស់យើងឬក៏មាន page ណាដែលយើង like page ហ្នឹងហើយ page ហ្នឹងផុសពីរឿងហ្នឹងយើងទទួលបានអាហ្នឹង suggest content friend យើង share content ហ្នឹងឬក៏ friend របស់ friend យើង share content ហ្នឹងវា suggest content ហ្នឹងមកឲ្យយើងអាហ្នឹង algorithm ដល់ពេលឥឡូវហ្នឹង start មើលកន្លែងនេះទៅដូចជា Facebook ហ្នឹងទទួលស្គាល់ខ្លួនឯងខុសដែលបង្កើតឲ្យមាន algorithm បែបហ្នឹងកើតឡើងអញ្ចឹង go back ទៅវិញគេនឹងបង្កើតឲ្យមាន tape មួយសម្រាប់ friend ថាជាដូចនេះដែរណាដូច TikTok គេមាន friend របស់គេមួយដែរអញ្ចឹងណាបាទដែលយើងអាចមើលតែមាតិការបស់ friend យើងដែលចែកម្លែកទេបាទទី6គឺតាក់ទងជាមួយទៅនឹងរឿង AI generated content ការផលិតមាតិកាដោយប្រើប្រាស់ AI ហើយនឹង recycle content តើនៅក្នុងស្ដីប្រកាសនេះអត់និយាយពីរឿង AI ទេអត់បាននិយាយពាក់ព័ន្ធជាមួយនឹងការការផលិតមាតិកាដោយប្រើប្រាស់ AI មួយចំនួនបង្កើតមាតិកាហ្នឹងចាត់ទុកថាជា spammy content ដែរឬទេអញ្ចឹងណាបាទអត់បាននិយាយទេប៉ុន្តែគេបាននិយាយតាក់ទងជាមួយនឹងថាគណនីទាំង line ណាដែលចែករំលែកធ្វើឲ្យមាន fake engagement ច្រើនហ្នឹងណាគឺគេចាត់ទុក content ហ្នឹងគឺជា content ដែល spamming content ហើយអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងតើមិនដឹងថា Facebook ថ្ងៃក្រោយនឹងចាត់ទុកមិន viral content ចាត់ទុកមិនដូចមិនតែហៅ viral content ឥឡូវហ្នឹងគឺថាបើសិនជាមានគេ share គេ like គេអីច្រើនគេ comment ច្រើនអញ្ចឹងទៅវាធ្វើឲ្យអា content ហ្នឹងរុញកាន់តែច្រើនឲ្យមនុស្សមើលច្រើនណាបាទប៉ុន្តែថាអ្នកណាគេអ្នករុញបើសិនជាយើងអ្នកគេរកស៊ីតាម Facebook ហ្នឹងគេមាន account ច្រើនរាប់សិបម៉ឺន account អញ្ចឹងទៅអញ្ចឹងបានខ្ញុំតែងតែនិយាយថាជាមួយឆ្នាំ2ឆ្នាំមុនហ្នឹងបើសិនជាពួកគាត់អ្នកមាន account ក្នុងដៃច្រើនហ្នឹងគាត់ចង់ទាញព័ត៌មានអីដាក់លើ Facebook ហ្នឹងគាត់អាចធ្វើបានគាត់មាន page ធំគាត់មានគណនីច្រើនគាត់ចូលទៅ comment ក៏បានគាត់មាន tool automation tool ដើម្បីជួយរុញនឹងថែមទៀតអញ្ចឹងគាត់អាចគ្រប់គ្រងព័ត៌មាននៅលើ Facebook ឲ្យយើងឃើញអីឲ្យមិនឲ្យយើងឃើញអីឡាក់អញ្ចឹងទៅប្រហែលជាអញ្ចឹងអាចធ្វើចឹងបានអញ្ចឹងណាបាទអញ្ចឹងតាក់ទងជាមួយនេះគេអត់បាននិយាយពី AI ទេខ្ញុំគិតថាឃើញឥឡូវឃើញមានអ្នកផលិតមាតិកា AI ច្រើននៅលើ Facebook បាទហើយនឹង Instagram YouTube ឡើងអញ្ចឹងណាបាទប៉ុន្តែបើសិនជា AI ទាំងអស់ហ្នឹង content ដែលយើងបង្កើតហ្នឹងយើងប្រើវិធីសាស្ត្រ fake engagement ដូចខ្ញុំនិយាយខាងលើហ្នឹងណាអញ្ចឹងអាហ្នឹងត្រូវអាហ្នឹងគឺថា consider ថាជាចាត់ទុកថាជាspam content បើជា spam content គណនីដែលចែកម្លែករឿងហ្នឹងត្រូវបានគេលុបដកចេញអញ្ចឹងទៅឬក៏អត់អាចរកប្រាក់ចំណូលជាមួយ Facebook បានអញ្ចឹងអ្វីយើងធ្វើហ្នឹងចាត់ទុកជាអាសាបង់
ចឹងមានសំណួរចឹងធ្វើម៉េចឲ្យគេមើលច្រើន bot share អញ្ចឹងណាit's good បាទជាសំណួរល្អចឹងហើយកន្លែងហ្នឹងឯងដែលវាត្រូវតែចូលទៅដល់ខ្ញុំចង់និយាយថាតើនៅកម្ពុជាយើងមានសហគមន៍យើងធ្លាប់និយាយជាមួយនឹងFacebook original team ដែរក៏នឹងយើងជួប unofficially ទេក៏នឹងនៅ event មួយនៅក្នុងកម្ពុជាថាតើខ្ញុំសួរគាត់ដែរថាតើនៅនេះមានសហគមន៍អត់សហគមន៍ដែលអាចនិយាយជាមួយ Facebook បានសហគមន៍អ្នករស់ស៊ីសហគមន៍ content creator សហគមន៍មួយចំនួនអញ្ចឹងណាដែលគាត់ជាចងជាសហគមន៍ហើយគាត់មាន issues អីគាត់លើកឡើងជុំគ្នាហើយគាត់bring issue ទៅ bring ព័ត៌មានទៅកាន់ Facebook អញ្ចឹងទៅអត់មាន community ហ្នឹងណាតែពេលអត់មាន community ហ្នឹងយើងម្នាក់ content creator អ្នកនឹងរកវិធីសាស្ត្រដោះស្រាយរៀងខ្លួនព្រឹករកអ្នកជំនាញនេះជំនាញនោះអ្នកនេះនោះបកកែណាគេបកកែ hack គេបកកែដោះស្រាយបញ្ហាឲ្យលុយគេច្រើនតិចទៅគេជួយដោះស្រាយបានក៏មិនបានមានខ្លះចាច់បោកគេទៀតអញ្ចឹងឡើងអញ្ចឹងច្រើនណាអញ្ចឹងឡើយនេះដែរខ្ញុំឃើញថា tool Facebook បង្កើតមកថ្មីដំណោះស្រាយរបស់ Facebook មានថ្មីជួយ content creator ប៉ុន្តែ Facebook អត់មាន support ជា real person ជាមនុស្សមែនតើដើម្បីឲ្យយើងអាចប្រស័យតាក់ទងដោះស្រាយបញ្ហាជាមួយទេអាហ្នឹងវាសំណួរហ្នឹងវាកើតឡើងសម្រាប់ខ្ញុំប្រហែលជាជិត10ឆ្នាំហើយគឺថាខ្ញុំមិនដឹងមិនដែរថាថៃបានគេអត់អាចឲ្យយើងអាច access ឲ្យយើងអាចតាក់ទងទៅ real person បានណាលើកលែងតែយើងត្រូវ pay subscription យកអា blue tick ហ្នឹងយើងមាន pay មួយខែ$11 $12អញ្ចឹងទៅហើយយើងអាចមានឱកាសនឹងជជែកជាមួយទៅនឹង tech support របស់គេបានហើយ very limited ហើយហ្នឹងវារៀង limited ដែរចង់មានថាវាអត់ដោះស្រាយរឿងបានច្រើនទេវានឹងរុញបញ្ហាបន្តដូចយើងដូច call center អញ្ចឹងដែរណាបាទប៉ុន្តែហើយណាយើងជួបជាមួយមនុស្សមែនតើប៉ុន្តែយើងត្រូវ subscription យើងត្រូវទៅ pay $11 $12មួយខែដើម្បីអាចមានឱកាសនិយាយជាមួយដោះស្រាយបញ្ហាយើងជាមួយនឹង Facebook បានអញ្ចឹងយើងអត់អញ្ចឹងក្រៅយើងអត់មានអាហ្នឹងទេយើងអត់ pay subscription ហ្នឹងទេហើយយើងអត់ចេះអង់គ្លេសយើងអត់ចេះចងក្រងករណីទៀតចប់តែម្ដងបាទអញ្ចឹងកន្លែងហ្នឹងវាជាចន្លោះប្រហោងមួយធំហើយខ្ញុំមិនដឹងថា Facebook នឹងគ្រោងដោះស្រាយបញ្ហាដោយរបៀបម៉េចដោយសារតែអ្នកប្រើប្រាស់ស្រុកខ្មែរមានតែប្រហែលជា 60-70% ទេនៃប្រជាជនស្រុករបស់យើងអញ្ចឹងប្រហែលជា11លានអ្នក11កន្លះឬ12លានអ្នកប្រហែលលើប្រហែល Facebook user ប្រហែលជាប៉ុណ្្នឹងមើលទៅអញ្ចឹងថាតើបើប្រៀបធៀបអាហ្នឹងជាមួយវៀតណាមជាមួយថៃជាមួយប្រទេសក្នុងអាស៊ានយើងអាចតិចជាងគេឡាវយើងនឹងឆាយច្រើនជាងឡាវប៉ុន្តែអញ្ចឹងថាតើ Facebook នឹង invest ដាក់លុយឲ្យច្រើនដើម្បីបើកនៅ support help desk របស់គេមួយដើម្បីជួយដោះស្រាយបញ្ហាក្នុងប្រទេសកម្ពុជាទេអាហ្នឹងវាជាសំណួរខ្ញុំទេខ្ញុំមិនដឹងថាអ្នកផ្សេងគិតបែបម៉េចប៉ុន្តែវាសម្រាប់ខ្ញុំឡើយនេះគឺជាgap បាទគឺជាចន្លោះប្រហោងមួយដ៏ធំដែលសហគមន៍អ្នកប្រើប្រាស់ Facebook ទាំងអ្នករស់ស៊ីក្តីទាំង content creator ក្តីអ្នកផ្សេងថាតើគាត់អាចមាន channel តាក់ទងជាមួយនឹង Facebook ពេលដែលគាត់មានបញ្ហាអត់សំបាច់ឆ្លងកាត់ណាទាំងអស់ direct ទៅ Facebook team ដើម្បីសូម support ដោយរបៀបម៉េចអញ្ចឹងណាបាទគឺអាហ្នឹងឡើងគឺខ្ញុំដឹងថាមានអត់ហើយបើសិនជាមានជាស្រ័យខ្ញុំអត់ដឹងអញ្ចឹងណាប៉ុន្តែតាមខ្ញុំដឹងគឺអត់ទាន់មានទេហើយខ្ញុំគិតថាយើងគួរតែមានបង្កើតឲ្យមានអាហ្នឹងហើយរឿងសំខាន់ទី2និយាយពីរឿង content creator សំទោសរឿង monetization នៅកម្ពុជារបស់យើងហ្នឹងគឺជាប្រទេសដែលអត់អនុញ្ញាតឲ្យដែល Facebook អត់បានបើកឲ្យមានការរកប្រាក់ចំណូលជាមួយ Facebook ទេឬហៅថា monetization ផ្ទុយខុសពី TikTok កាលពីប្រហែលខែមុនដែលគេអនុញ្ញាតឲ្យយើងឲ្យ content creator អាចរកលុយបានអញ្ចឹងទៅណាបាទហើយនឹង YouTube តែ Facebook យើងអត់អាចរកលុយបានទេសប្តាហ៍ថ្ងៃអ្នកនរគ្នាឃើញហ្នឹងគឺថាចរន្តលុយបើកអីហ្នឹងគឺពីបរទេសមកទេអញ្ចឹងណាហើយគេពេលខ្លះទៅថ្មីហ្នឹងឃើញគេ post ច្រើនដែរតាក់ទងជាមួយនឹងបើកលុយបានអត់ខែហ្នឹងបើកលុយបានអត់បានផលិត account ហើយសុំទម្លាក់ account ផលិតមាតិកាហើយរងចាំថាលុយហ្នឹងបានធ្លាក់មកលើយើងអត់ហើយលុយពេលបានមកដល់យើងហើយវាកាត់ប្រមាណតង់ភាគរយយកអ្នកខ្លះយកប្រមាណទៀតស្ដាប់មើលទៅដូចផលិតអាមេតិកាហ្នឹងដូចយើងខំរលុយឲ្យតែ Facebook ណាដល់ចុងខែ Facebook ថាអ្នកឯងអត់អាចគ្រប់គោលការណ៍អ្នកឯងខុសគោលការណ៍financial status អ្នកឯងខុស fake អត់ឲ្យលុយហ្នឹងប៉ុន្តែលុយហ្នឹងគឺមាននៅក្នុងកង់ហើយ
ដើម្បីលុយមានក្នុងកុងបានតើតែយើងផលិតមាតិកាហើយមាតិកាហ្នឹងថោកបានទៅមាន ad ចូលនៅក្នុងហ្នឹងអញ្ចឹង ad ហ្នឹងវាបានផ្សព្វផ្សាយរួចទៅហើយអញ្ចឹងមានន័យថាម៉េចមានន័យថា Facebook ប្រើប្រាស់អ្នកដែលផលិតមាតិកាមួយចំនួនដូចយើងធ្វើសប្តាហ៍ហ្នឹងដោយអត់ឲ្យលុយឬក៏មិនតាមយើងថ្លឹងថ្លែងមើលតាមខ្ញុំមើលខ្ញុំអាចខុសអធិស្ឋានខ្ញុំអាចខុសអញ្ចឹងដូចពួកគាត់ធ្វើហ្នឹងអ្នកបង្កើតមាតិកាហ្នឹងតាំងគេហៅថាជា black MMO ក្តីជា white MMO ក្តីទាំងអស់គ្នាក្តីប៉ុន្តែយើងគាត់ដឹងថា Facebook អត់មានអាចរកប្រាក់ចំណូលបាននៅក្នុងកម្ពុជាទេយើងអាចរកបានបើយើង set up account នៅក្រៅប្រទេសអញ្ចឹងទៅហើយដល់ខែម្ដងផ្នែកនៅកញ្ចឹងកអញ្ចឹងទៅតែបានលុយមកអត់តែអ្នកគ្នាកណិតមើលកន្លែងហ្នឹងបន្តិចមើលបើជ្រុលជាអញ្ចឹងទៅថៃបានយើងអត់អាចស្នើសុំឲ្យបង្កើតអានឹងបាននៅក្នុងប្រទេសកម្ពុជាទៅហើយយើង generate យើងអាចរកប្រាក់ចំណូលបានដោយសមស្របបង្កើតមាតិកាត្រឹមត្រូវអត់ធ្វើ fake engagement អត់ធ្វើ spam content ដើម្បីរុញទៅឲ្យគេបែបអញ្ចឹងហើយយើងអាចរកប្រាក់ចំណូលបានធម្មតាអញ្ចឹងណាបាទអរគុណច្រើនហើយវាជាការយល់ឃើញមកខ្ញុំទេការយល់ឃើញមកខ្ញុំអាចខុសនិងអាចត្រូវដែរជាស្រ័យដែរសម្រាប់ទៅដល់បងប្អូនដែរទស្សនាហើយខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំចែកម្លែកនេះនឹងកើនចំណេះដឹងអ្នកនរគ្នានឹងយកទៅពិចារណាហើយខ្ញុំសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ